បាទសួស្តីបងប្អូនអរគ្នាបាទដោយសារតែវីដេអូមុនខ្ញុំបាននិយាយពី Toyota Tacoma ដែលជាប្រភេទ pick up របស់ Toyota បាទហើយមានបងប្អូនបាទមួយចំនួនក៏ចង់ឲ្យខ្ញុំនិយាយពី Toyota Hilux Vigo ឆ្នាំ08បាទដោយសារតែឃើញអូនរបស់ Toyota Hilux Vigo ចេញមកច្រើនបាទមិនថាពី Revo ឥឡូវនេះចេញដល់ Hilux Travel ដែលមានជំរឿនម៉ាស៊ីនដូចជាម៉ាស៊ីន3ម៉ាស៊ីនណាបាទពាក់ព័ន្ធទៅនឹងជំរឿនម៉ាស៊ីនមកគេឥឡូវគឺ Toyota គឺផ្ដោតទៅលើភាពសំចៃមែនតើមិនថារថយន្ត SUV ឬក៏ pick up ក៏ដោយបាទគាត់ដោតទៅលើភាពសំចៃដែរបាទអញ្ចឹងគាត់បងក៏សួរថា Hilux Vigo វានៅតែមានតម្លៃអត់មានឃើញទៅធ្លាក់តម្លៃសោះបាទពាក់ព័ន្ធនឹងឆ្នាំ08បាទដោយសារតែតម្លៃទីផ្សារបច្ចុប្បន្នឥឡូវនេះក៏វាឃើញថាឡានស្អាតវានៅ20000ស្ដើងបាទហើយឡានរឿងស្ទើរមកក៏វានៅល្បាក់20000ដែរបាទអញ្ចឹងបាទមូលហេតុអីបានវានៅតម្លៃវានៅតែនឹងដដែលបាទពាក់ព័ន្ធតម្លៃរបស់ Hilux Vigo បាទដោយសារតែឡានមកសុខបាទចឹងបងប្អូនដឹងហើយថានៅទីផ្សារស្រុកខ្មែរបាទអត់មានគិតអីច្រើនទេសំខាន់ឲ្យតែមានភាពសំចៃបាទសម្រាប់ពួកគាត់ក្នុងការប្រើប្រាស់ធ្វើអាជីវកម្មប្រកបការងារតាមចការតាមអីបាទកាត់បន្ថយការចំណាយបាទគឺមានន័យថាល្អសម្រាប់ពួកគាត់បាទអញ្ចឹងToyota Hilux Vigo នេះបាទគឺធ្វើមកតម្រូវចិត្តរបស់ពួកគាត់មែនតើបាទពាក់ព័ន្ធនឹងការធ្វើជំរឿនម៉ាស៊ីនម៉ាស៊ូតនេះបាទធ្វើឲ្យការសំចៃបានច្រើនសំចៃចង្ការរបស់សម្រាប់ពួកគាត់នេះគឺបានច្រើនបាទហើយសម្រាប់ជើងក្រមបាទឬក៏ជំរឿនម៉ាស៊ីនរបស់គេមាន2ដូចទៅនឹង Tacoma ដែរបាទរូបរាងរបស់គេនឹងក៏ជំរឿនដូចគ្នាដែរបាទដូចជាមានមួយបាំងកន្លះមាន2បាំងបាទមានទ្រុងវែងទ្រុងខ្លីសម្រាប់ដឹកទំនិញដឹកអីវ៉ាន់ឬក៏សម្រាប់ដឹករបស់ប្រើប្រាស់នៅក្នុងចការបាទហើយជំរឿនប៉ងក៏មាន2ដែរប៉ង1និងប៉ង2បាទអញ្ចឹងប៉ង1សម្រាប់រថផ្លូវល្មមប៉ង2សម្រាប់រថ off road ច្រើនបាទនិយាយទៅគឺជំរឿនស្តៀងជាមួយនឹង Tacoma តែមូលហេតុអីបាន Tacoma រឿងចាក់ថ្លៃជាង Vigo បាទតែហ្នឹងហើយដោយសារតែបញ្ហាភាពសំចៃបាទនៅក្នុងប្រទេសយើងអញ្ចឹងធ្វើឲ្យរថយន្ត Hilux Vigo ហ្នឹងគឺឃើញថាអត់ងាយចប់បាទទោះបីបងប្អូនចាញ់មកច្រើនក៏ដោយបាទនៅតែតម្លៃនៅតែរឹងដដែលបាទហើយបើភាពធន់បាទឬក៏ដំណើរទាន់អីហ្នឹងគឺអត់ខុសគ្នាជាមួយនឹង Tacoma ទេគាត់ថាឡានប្រសុទ្ធគឺត្រូវតម្រូវឲ្យយើងព្យាយាមខ្លុំអីឲ្យបានច្រើនបាទខ្លុំអីឲ្យបានច្រើនហ្នឹងហើយពាក់ព័ន្ធនឹងការដូរប្រេងម៉ាស៊ីនដូរប្រេងប្រអប់លេខអីហ្នឹងគឺដូចគ្នានឹងការថែទាំTacoma ដូចគ្នាបាទហើយបើនិយាយពីគ្រឿងបន្លាស់វិញទីផ្សារបច្ចុប្បន្ននៅក្នុងប្រទេសយើងបាទគឺសម្បូរមែនតើសម្រាប់គ្រឿងបន្លាស់ទាំង Vigo ទាំង Tacoma បាទអញ្ចឹងហើយនឹងតម្លៃក៏វាសមរម្យដែរពាក់ព័ន្ធទៅនឹងការជួសជុលបាទអញ្ចឹងបញ្ហាក្នុងការបើកបរវិញបាទបញ្ហាក្នុងការបើកបរវិញគឺវារឿងហាប់ជាងបាទនៅការបើកបរផ្លូវលើអានេះសម្រាប់ខ្ញុំបទពិសោធន៍ខ្ញុំផ្ទាល់បាទការបើកបរផ្លូវលើរបស់ Hilux Vigo បាទគឺអត់មានភាពភ្លោងច្រើនអីគឺវាធ្វើការទុកលំនឹងបានល្អជាង Tacoma អានេះវាជាបទពិសោធន៍របស់ខ្ញុំបើក Tacoma និងបើកHilux Vigo បាទអញ្ចឹងវីដេអូខ្ញុំមានតែប៉ុណ្្នឹងទេអរគុណច្រើនសម្រាប់ការតាមដានវីដេអូហើយបើសិនជាមានបំផុសខុសឆ្គងត្រង់ណាសូមខន្តីអភ័យទោសផងបាទអរគុណច្រើនបាយបាយ